កម្ពុជាប្រកាសកាត់បន្ថយពន្ធគយលើទំនិញអាមេរិកនិងស្នើចរចាលើការអនុវត្តពន្ធគយសម្រាប់ការនាំចេញរបស់កម្ពុជាភ្នំពេញនៅល្ងាចថ្ងៃទី4ខែមេសាឆ្នាំ2025រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសកាត់បន្ថយពន្ធគយភ្លាមៗលើទំនិញនាំចូលពីសហរដ្ឋអាមេរិកចំនួន19មុខនិងបានស្នើសុំភាគីអាមេរិកសម្រាប់ការចរចាទាក់ទងនឹងការអនុវត្តពន្ធគយលើទំនិញនាំចូលពីកម្ពុជានេះបើយោងតាមសារលិខិតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្ញើជូនលោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំក្នុងសារលិខិតចុះថ្ងៃទី4ខែមេសាឆ្នាំ2025សម្ដេចធិបតីបានមានប្រសាសន៍ថាឆ្លើយតបទៅនឹងការប្រកាសរបស់លោកដូណាល់ត្រាំកាលពីថ្ងៃទី2ខែមេសាឆ្នាំ2025ស្ដីពីការយកពន្ធគយ49%លើផលិតផលពីកម្ពុជាចាប់ពីថ្ងៃទី9ខែមេសាឆ្នាំ2025ខាងមុខនេះតទៅកម្ពុជាស្នើឲ្យមានការចរចាជាមួយភាគីសហរដ្ឋអាមេរិកឲ្យបានឆាប់បំផុតនិងស្នើឲ្យរាជរដ្ឋាភិបាលអាមេរិកពិចារណាពន្យាពេលការអនុវត្តពន្ធគយខាងលើនេះសម្ដេចធិបតីបានបន្តថាក្នុងស្មារតីនៃការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរកម្ពុជាបដិញ្ញាលើកកម្ពស់ការនាំចូលផលិតផលរបស់សហរដ្ឋអាមេរិកជាមួយនឹងការកាត់បន្ថយភ្លាមៗនៅពន្ធគយសម្រាប់ផលិតផល19ប្រភេទពីអត្រាពន្ធចងកាតព្វកិច្ចអតិបរមា35%មកនៅត្រឹមអត្រាអនុវត្ត5%សម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ជាថ្មីអំពីការបដិញ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយការស្ថាបនានិងផលិតភាពជាមួយរាជរដ្ឋាភិបាលសហរដ្ឋអាមេរិកដើម្បីធ្វើយ៉ាងណាឲ្យពាណិជ្ជកម្មទ្វេភាគីកាន់តែស៊ីជម្រៅថែមទៀតដើម្បីឲ្យប្រទេសនិងប្រជាជនទាំងពីរទទួលបានអត្ថប្រយោជន៍ជាក់ស្ដែងពីទំនាក់ទំនងពាណិជ្ជកម្មនេះជាមួយគ្នានេះលោកស្រីចមនិមលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក៏បានផ្ញើសារលិខិតជូនឯកអគ្គរដ្ឋទូត Jamison Greer ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកស្នើចរចាជុំវិញវិធានការដំឡើងអត្រាពន្ធគយរបស់សហរដ្ឋអាមេរិកមកលើទំនិញនាំចូលពីកម្ពុជាដែលលោកជំទាវបានបន្ថែមថាកម្ពុជាសូមស្នើឲ្យរាជរដ្ឋាភិបាលសហរដ្ឋអាមេរិកបង្កើតយន្តការចរចានិងពន្យាពេលនៃកាលបរិច្ឆេទកំណត់នៃការអនុវត្តពន្ធដើម្បីអនុញ្ញាតឲ្យមានការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធនិងការវាយតម្លៃដ៏ហ្មត់ចត់លើអភិក្រមជំនួសដែលរក្សាបាននូវទាំងផលប្រយោជន៍សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនិងការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជាក្នុងនាមក្រសួងពាណិជ្ជកម្មនៃរាជរដ្ឋាភិបាលកម្ពុជាលោកជំទាវបានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកសម្រាប់ការបន្តគាំទ្រនិងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើគ្រប់វិស័យក្នុងរយៈពេល75ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរដែលបានផ្ដល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រជាជននៃប្រទេសទាំងពីរលោកស្រីបានមានប្រសាសន៍ថាកម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏យូរអង្វែងជាមួយសហរដ្ឋអាមេរិកដែលផ្អែកលើការគោរពគ្នាទៅវិញទៅមកផលប្រយោជន៍រួមនិងការចូលរួមក្នុងន័យស្ថាបនាក្នុងរយៈពេលជាច្រើនទសវត្សរ៍នេះដែលក្នុងនោះការនាំចេញភាគច្រើនរបស់កម្ពុជាទៅសហរដ្ឋអាមេរិកជាការបំពេញបន្ថែមដល់ផលិតផលនិងឧស្សាហកម្មរបស់សហរដ្ឋអាមេរិក